យូនជាបូជនជាតិមួយដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយពោលគឺតាំងពីមុនគ្រិស្តសករាជឆ្នាំ2879ហើយត្រូវបានគេចាត់ទុកថាជាពូជសាសន៍មួយដែលមានរបៀបប្រកបកិច្ចការកសិកម្មតាំងពីយូរលង់ណាស់មកហើយដែរយួនជាអំបូរមនុស្សដែលបានតាំងទីលំនៅនៅតំបន់ជ្រលងភ្នំខ្ពង់រាបនិងតាមបណ្ដោយទន្លេក្រហមដែលបច្ចុប្បន្នស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាមយួនក៏អាចចាត់ទុកថាជាអំបូរមួយនៅក្នុងអំបូរជាច្រើនទៀតរបស់ចក្រពត្តិចិនដែលផ្អែកទៅលើវប្បធម៌ភាសាជំនឿការស្លៀកពាក់និងរបៀបគ្រប់គ្រងហើយបច្ចុប្បន្នជនជាតិចិនដែលរស់នៅក្នុងភាគខាងត្បូងប្រទេសនៅក្នុងខេត្តគងស៊ីនិងតំបន់ជុំវិញកោះហៃណាំក៏មានសំនៀងភាសាប្រពៃណីនិងវប្បធម៌ប្រហាក់ប្រហែលជនជាតិយួនភាគខាងជើងបច្ចុប្បន្នដែរអំពីភាសាយួនចាត់ជាភាសាដ៏យូរលង់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានភាសាដើមត្រឹមតែពីរភាសាប៉ុណ្ណោះគឺចិនយួននិងខ្មែរមួនយួនមានភាសានិយាយរបស់ខ្លួននៅក្នុងការប្រស្រ័យទាក់ទងគ្នាតាំងពីយូរយារមកហើយប៉ុន្តែភាសាសរសេររបស់យួនបានប្រើប្រាស់តួអក្សរចិនដែលមានសំនៀងបែបយួនទៅមកដល់សម័យ